តើអ្វីទៅជាក្រមសីលធម៌របស់អ្នកសារព័ត៌មានតើបចៅវាយខេត្តថាបបួលគាត់ផឹកកាហ្វេខុសវិជ្ជាជីវៈមួយរយៈចុងក្រោយនេះមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមអំពីក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកកាសែតក្រោយពេលចៅវាយខេត្តតាកែវបានលើកឡើងថាមានម្នាក់នោះជាអ្នកកាសែតបានឆាតមកសួរគាត់ថាបងទំនេរទេតោះទៅផឹកកាហ្វេអ៊ីដល់ថ្នាក់នឹងធ្វើជាអ្នកកាសែតខុសក្រមសីលធម៌និងវិជ្ជាជីវៈតើនេះជាការខុសក្រមសីលធម៌និងវិជ្ជាជីវៈដោយចៅវាយខេត្តលោកវៃសំណាងថ្លែងដែរឬទេលោកវៃសំណាងអភិបាលខេត្តតាកែវបានថ្លែងថាជាការពិតណាស់អ្នកកាសែតមានតួនាទីជាអ្នកពំនាំនៅដំណឹងឬព័ត៌មានពិតពីប្រជាជនទៅជូនរដ្ឋាភិបាលឬមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហើយនាំដំណឹងពីរដ្ឋាភិបាលទៅកាន់សាធារណជនហើយពួកគាត់ត្រូវតែអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈដែលជាគ្រឹះដ៏សំខាន់ដើម្បីរក្សាបាននូវឯករាជ្យភាពជឿជាក់និងកិត្តិយសរបស់អ្នកសារព័ត៌មានមានកាយហៅបាយមកផឹកកាហ្វេងាប់បាត់ហ៎ហើយចៅបាយខែទៅផឹកកាហ្វេលេងសិតតែចឹងហើយហ្នឹងហើយអ្នកកាសែតហើយសួរថាយើងទៅនេអត់អាលាយវាដល់ថ្នាក់នោះអាហ្នឹងបានបញ្ជាក់ថាម៉េចក្រមសីលធម៌វិជ្ជាជីវៈដែលក្រមអ្នកសារព័ត៌មានធ្វើនេះវាអត់ត្រឹមត្រូវទេតើអ្នកសារព័ត៌មានអាចអញ្ជើញឬណាត់ថ្នាក់ដឹកនាំឬមន្ត្រីជាន់ខ្ពស់ណាម្នាក់ទៅទទួលទានកាហ្វេបានដែរឬទេតើសកម្មភាពបែបនេះខុសនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកកាសែតដែរឬទេជានិច្ចកាលអ្នកកាសែតឬអ្នកសារព័ត៌មានតែងតែទៅជួបមន្ត្រីជាន់ខ្ពស់សាកសួរព័ត៌មានដែលពួកគាត់ចង់សរសេរខណៈទៅជួបដល់ការិយាល័យរបស់មន្ត្រីជាន់ខ្ពស់តែម្ដងឬនៅកន្លែងហាងកាហ្វេការណាត់ជួបទៅទទួលទានកាហ្វេដោយមានគោលបំណងច្បាស់លាស់ដូចជាការសម្ភាសន៍ការផ្លាស់ប្ដូរមតិយោបល់ឬការទទួលព័ត៌មានផ្លូវការណាមួយសម្រាប់ការងារខ្លួនវាមិនមែនខុសនឹងក្រមសីលធម៌ឬវិជ្ជាជីវៈរបស់ពួកគាត់នោះឡើយការជួបជុំបែបនេះគួរត្រូវធ្វើក្នុងបរិយាកាសសាធារណៈនិងមានលក្ខណៈវិជ្ជាជីវៈដើម្បីជៀសវាងការយល់ច្រឡំឬការបកស្រាយខុសដោយប្រការណាមួយទោះជាយ៉ាងណាអ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតមិនឲ្យការអញ្ជើញពិសាកាហ្វេคล้ายទៅជាការផ្ដាល់ឬទទួលអត្ថប្រយោជន៍ផ្ទាល់ខ្លួនដែលអាចប៉ះពាល់ដល់ឯករាជ្យភាពនិងភាពត្រឹមត្រូវនៃការផ្សាយព័ត៌មានរបស់ពួកគាត់នោះឡើយការអញ្ជើញដោយមានលក្ខណៈឯកជនខ្លាំងពេកឬមានចេតនាលាក់លៀមអាចនាំឲ្យបាត់បង់ភាពជឿជាក់ពីសាធារណជនអ្នកសារព័ត៌មានគួរបញ្ជាក់ពីគោលបំណងនៃការណាត់ឲ្យបានច្បាស់លាស់ជាមុនត្រូវប្រើវិធីសាស្ត្រណាត់ជួបផ្លូវការនិងគោរពទូនីតិរបស់ខ្លួនជានិច្ចការរក្សាគម្លាតសមរម្យជាមួយថ្នាក់ដឹកនាំគឺជាចំណុចដ៏សំខាន់ដើម្បីធានាថាការផ្សាយព័ត៌មាននៅតែមានតុល្យភាពឯករាជ្យភាពនិងអាចទុកចិត្តបាននិយាយជារួមការអញ្ជើញថ្នាក់ដឹកនាំពិសាកាហ្វេមិនមែនជារឿងត្រូវហាមឃាត់ឬខុសក្រមសីលធម៌វិជ្ជាជីវៈនោះទេប៉ុន្តែអ្នកកាសែតត្រូវតែអនុវត្តដោយគោរពនៅទូនីតិរបស់ខ្លួននិងជៀសវាងនៅរូបភាពដែលអាចប៉ះពាល់ដល់កិត្តិយសនិងភាពជឿជាក់របស់សាធារណជន